Mấy bên chia ca Iran ban này thá, vô thi Americ ban vi praha lừa tụ đợt đẹp đầm nà pi, đã men chini vi bọc câu chăm bạc đại vật Islam IRGC nơi chọn sầm Hormuz capit ngày chăn, hỏi ban sập chun chi với chủng nôn phạm nè. Cá hàng capit ngày ông kia ban tôi nên sắc đây thay cá là bọt đom Navy H Americ Brad Cooper đã ban này thá. Con cầm lăng bên chia cá cẳng đá ban phần lĩnh nhiều vía IRGC chủng nôn phạm mùi cường đã ban pon pong chít trái không pe cả cam bò Sahara Americ đâm bay om nhiều vía đã chọc kén tranh pi chọn sầm Hormuz. Protibát ca bò Sahara Americ đã tới ban kia hai tháng cùng rong sợi dây phía ban thua ở rung cứ bọt chọc banh đã phơi sủi muối rồi viên Iran nâng Sahara Americ cam bị ngày tì bảy khai mê sa. Hỏi ban thua ở miền ca phơi khai chít mấy âm pi ca vơi từ đầu sừng phim. Tu rót Iran IOIB ban đo song sừng đầy mê bên chia cá vô thi Iran đại mình tranh múa đo này dạy thá thì trong tè Iran ban bao ca sớp bằng kết một topic ca ang bò Sahara Americ trong phu ca vi praha lừa nhiều vía IOGCขณะពេលដែលគ្មាននាវា IRGC ណាមួយត្រូវបានវាយប្រហារការស៊ើបអង្កេតបានរកឃើញថាកងកម្លាំងអាមេរិកបានវាយប្រហារទូកតូចពីរដែលដឹកមនុស្សធ្វើដំណើរពីខាសាបឆ្នេរសមុទ្រអូម៉ង់ទៅកាន់ឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃច័ន្ទមេបញ្ជាការបាននិយាយថាការវាយប្រហារបានបំផ្លាញទូកនិងបានសម្លាប់អ្នកដំណើរស៊ីវិលចំនួន5នាក់មេបញ្ជាការរូបនេះបានបន្ថែមថាសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវចំពោះអ ுக ្រិតកម្មរបស់ពួកគេប៉ុន្តែมันមានការអត្ថាធិប្បាយឆ្លើយតបពីយោធាអាមេរិកភ្លាមៗនោះទេការវាយប្រហារបានកើតឡើងនៅពេលដែលលោកត្រាំស្វែងរកការបើកច្រកសមុទ្រ Hormuz ឡើងវិញដែលអ៊ីរ៉ង់បានបិទគប់បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសនេះកាលពីថ្ងៃទី28ខែកុម្ភៈការបិទច្រកសមុទ្រដ៏សំខាន់នេះបានធ្វើឲ្យតម្លៃប្រេងនិងជីកើនឡើងនៅជុំវិញពិភពលោកហើយបានជំរុញឲ្យមានការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចសកលនិងបញ្ហាស្បៀងអាហារឥឡូវនេះអ៊ីរ៉ង់កំពុងទទូចលើការរក្សាការគ្រប់គ្រងច្រកសមុទ្រ Hormuz និងប្រមូលថ្លៃដឹកជញ្ជូនដើម្បីជាសំណងសម្រាប់ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលយោធាអ៊ីរ៉ង់កាលពីថ្ងៃច័ន្ទបានព្រមានកប៉ាល់ពាណិជ្ជកម្មថាយើងនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ពួកអ្នកប្រសិនបើពួកអ្នកព្យាយាមឆ្លងកាត់ច្រកផ្លូវទឹកនេះដោយគ្មានការអនុញ្ញាតយោធាក៏បានព្រមានកងកម្លាំងអាមេរិកនឹងប្រឈមមុខនឹងការវាយប្រហារប្រសិនបើពួកគេចូលទៅជិតចំពេលមានភាពតានតឹងអេមីរ៉ាតអារ៉ាប់រួមបាននិយាយថាអ៊ីរ៉ង់បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវាដឹកប្រេងរបស់ខ្លួនដែលប៉ុនប៉ងឆ្លងកាត់ច្រកសមុទ្រនេះហើយបាននិយាយថាកងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលប្លង់ចំនួន15គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន4គ្រឿងទៅលើទឹកដីរបស់ខ្លួនអាជ្ញាធរ UAE បាននិយាយថាការវាយប្រហារបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅនៅឯរោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយនៅភាគខាងកើតប្រទេសហើយបានធ្វើឲ្យជនជាតិឥណ្ឌា3នាក់រងរបួសកប៉ាល់កូរ៉េខាងត្បូងមួយនៅច្រកសមុទ្រ Hormuz ដែលជានាវា HMM Namuk ក៏បានរាយការណ៍ពីការវាយប្រហារនេះដែរទោះជាយ៉ាងណាក៏ដោយយោធាអាមេរិកបាននិយាយថាកប៉ាល់ដែលមានទង់ជាតិអាមេរិកចំនួន2បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃច័ន្ទហើយដោយមានការគាំទ្រពីនាវាពិឃាតដឹកនាំដោយកងជើងទឹកអាមេរិកកងឆ្លងបដិវត្ត IRGC បានបដិសេធការអះអាងនេះថាគ្មានមូលដ្ឋាននិងមិនពិតទាំងស្រុងប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូនសកលបាននិយាយថាកប៉ាល់ដែលមានទង់ជាតិសហរដ្ឋអាមេរិកបានចាក់ចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រ Hormuz អមដោយយោធាសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានដោយជោគជ័យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថាកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកកំពុងដំណើរការជាមួយនឹងការសម្រុះសម្រួលរបស់ប៉ាគីស្ថានហើយបានប្រមានទៅទីក្រុង Washington ថាគួរតែប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់ខ្លួនដែលអាចអូសទាញត្រឡប់ទៅរកភាពច្របូកច្របល់ឡើងវិញទន្ទឹមនឹងនេះលោកត្រាំបានបន្តការគំរាមកំហែងរបស់គាត់ប្រឆាំងនឹងអ៊ីរ៉ង់គាត់បានប្រាប់សារព័ត៌មាន Fox News ថាអ៊ីរ៉ង់នឹងត្រូវបានដកចេញពីផែនទីពិភពលោកប្រសិនបើពួកគេវាយប្រហារនាវាអាមេរិកដែលអនុវត្តគម្រោងសេរីភាពលោកបានថ្លែងថាយើងមានអាវុធនិងគ្រាប់រំសេវច្រើនជាងមុនទៅទៀតយើងមានអាវុធល្អបំផុតយើងមានអាវុធនៅទូទាំងពិភពលោកយើងអាចប្រើប្រាស់ពេលណាក៏បានឲ្យតែយើងត្រូវការសូមអរគុណសម្រាប់ការតាមដាន VCA Info សូមជួយចុចប៊ូតុង Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានព័ត៌មានអាប់ដេតថ្មីៗជាប្រចាំថ្ងៃ